បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបានមកលេងព្រៃឫស្សីទៀតហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយក៏បានជួបនៅប្រភេទឫស្សីជុំដើមពុកម៉ែបងប្អូនបាទហ្នឹងហើយមើលទៅប្រហែលជាជុំដើមឯងពុកម៉ែបងប្អូនបាទពូនេះគល់បាទគល់នេះគល់វត្តមកចឹងមកបាទវត្តមកចឹងហើយអានេះខាងចុងបាទខាងចុងខាងចុងបាទខាងចុងចាក់ចូលទៅក្នុងនេះក៏មិនដឹងថាទៅដល់ណាដល់ណីទេបាទហ្នឹងហើយប៉ុនមើលទៅអឹបកន្លែងនេះហើយបាទអឹបកន្លែងនេះចំណុចកន្លែងហ្នឹងពុកម៉ែបងប្អូនចំណុចកន្លែងនេះបាទហ្នឹងហើយអឹបជុំកន្លែងនេះបាទប៉ុនចុងទៅក្នុងនោះមិនដឹងថាទៅដល់ណាទេពុកម៉ែបងប្អូនអើយបាទនេះក៏មានហ្នឹងហើយមានភេសជ្ជៈមាននំមានស្ករហ្នឹងថ្វាយជូនលោកតាម្ចាស់ទឹកម្ចាស់ដីដែលនៅថែសាបាទតែបានផ្ដល់ឲ្យកូនចៅបានឃើញនៅប្រភេទឫស្សីជុំនេះបាទអរគុណច្រើនលោកតាហ្នឹងអរគុណចៅយកទៅមានលេខមានជ័យហេងឈ្នះអស់ពួកមាសត្រូវទាំងឡាយទាំងពួងដែលប្រពន្ធប៉ងយកទៅតិចតិជុំមិនថាហ្នឹងហើយខ្ញុំឬមួយក៏បងផ្សេងទេបាទហ្នឹងហើយយកទៅតិចតិជុំទាំងអស់គ្នាបាទហើយនេះពុកម៉ែបងប្អូនហ្នឹងអាស័យនេះក៏ប្លែកដែរគឺចំណុចកន្លែងនេះពុកម៉ែបងប្អូនយើងមើលទៅគឺមានចេញកញ្ចៅកដាសាច់បន្តិចបាទនេះពកនេះពុកម៉ែបងប្អូនឃើញទេពកកន្លែងហ្នឹងចេញកញ្ចៅកដាសាច់ប៉ុន្តែអូចេះបាទអូហើយថ្នាំងនេះក៏នៅនេះទេបាទផ្នែកនេះបាទផ្នែកខាងលើនេះផ្នែកខាងលើហើយបើសិនជាផ្នែកហ្នឹងអត់អូសមកនេះទេមកណេះត្រូវកវ៉ាត់នៅខាងលើនេះផ្នែកនេះគឺនៅណេះបាទនៅណេះតែអាស័យនេះដូចជាលមូលបន្តិចអីបន្តិចបាទលមូលបន្តិចអីបន្តិចហើយមើលទៅផ្នែកនេះផ្នែកនេះស្របគ្នាបាទស្របគ្នាចេះវិញបាទហើយដល់ពេលមកថ្នាំងលើនេះខ្ញុំពិនិត្យមើលទៅគឺវ័នឃើញតែមួយប៉ុន្តែផ្នែកមានសងខាងនេះផ្នែកខាងនេះម្ខាងផ្នែកខាងនោះម្ខាងបាទអញ្ចឹងគឺឥឡូវអាចស្របមកក្រោមនេះទៀតប៉ុន្តែគ្រាន់ថានេះផ្នែកខាងក្រោមមើលទៅវាចំនេះប្រឡោះនេះវិញបាទដូចជាអត់ចំផ្នែកទេបាទពុកម៉ែបងប្អូនឡើងឲ្យពេករាងប្លែកចឹងណាបាទក៏ថតជូនពុកម៉ែបងប្អូនទស្សនាបាទហើយនេះវ័នខាងលើនេះក៏ចឹងដែរបាទវ័នខាងលើគឺមាន2វ័នហ្នឹងហើយបងខ្លះកុំច្រឡំថាង2វ័នហើយខាងក្រោមមានវ័នមួយហើយមានភ្នែកមួយស្របគ្នាអត់